ស្ដីបងប្អូនទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកកែលំហាត់ប្រតិបត្តិបន្តទៀតយើងមើលលំហាត់ប្រតិបត្តិគេមានចំនួន complex សិត1ស្មើ1បូក i សិត2ស្មើដក1បូក i ឬ3ដោយប្រើទម្រង់ត្រីកោណមាត្រនៃសិត1និងសិត2កណនាសិត1គុណនឹងសិត2អញ្ចឹងយើងមើលលំហាត់ហ្នឹងគេឲ្យប្រាប់ថាដោយប្រើទម្រង់ត្រីកោណមាត្រនៃសិត1និងសិត2រួចកណនាសិត1គុណនឹងសិត2អញ្ចឹងបានន័យថាម៉េចយើងត្រូវសរសេរសិត1សិត2ជាទម្រង់ត្រីកោណមាត្របន្ទាប់មកបានយើងកណនាវាតាមក្រោយអញ្ចឹងយើងរំលឹករូបមន្តតិចទៅរូបមន្តនេះគេសិត1គុណនឹងសិត2ណាផលគុណចំនួន complex ទម្រង់ត្រីកោណមាត្រអញ្ចឹងឧបមាថាយើងមានសិត1ស្មើ r1 cos alpha 1បូក e sin alpha 1សិត2ស្មើ r2 គេតែឲ្យ cos alpha 2បូក e sin alpha 2អញ្ចឹងគេបានអីគេសិត1គុណនឹងសិត2យើងវាស្មើនឹង model គុណគ្នាគឺ r1 r2 cos មុំបូកបញ្ចូលគ្នា alpha 1បូក alpha 2បូក e sin នៃ alpha 1បូក alpha 2នេះជារូបមន្តដែលយើងត្រូវប្រើពេលដែលយើងសរសេរសិត1សិត2ជាទម្រង់ត្រីកោណមាត្រហើយយើងអាចប្រើរូបមន្តនេះដើម្បីកណនានេះបានអូខេអញ្ចឹងយើងដាក់មកកណនាសិត1គុណសិត2គេមានអីគេមានសិត1ស្មើ1បូក i អូខេអញ្ចឹងយើងសរសេរវាជាទម្រង់ត្រីកោណមាត្រអញ្ចឹងយើងមើលមេគុណមុខនេះហ្មង1អានេះ1ដែរអញ្ចឹងមេគុណ1 a វាគឺរឹស2អញ្ចឹងអាហ្នឹងយើងអាចចាំបានណាឧបមាថាមេគុណវា1ដូចគ្នាអញ្ចឹងយើងចាប់ a យើងគឺរឹស2អញ្ចឹងយើងចាប់រឹស2ជាកតាចាប់រឹស2មានន័យថាម៉េចមានន័យថាអា1នេះក៏ចែកនឹងរឹស2មេគុណ1នេះក៏ចែកនឹងរឹស2 i ដែរអញ្ចឹងយើងបាននេះគេរឹស2កតាឲ្យ1លើរឹស2យើងរៀនមុនហើយគឺស្មើនឹងរឹស2លើ2បូករឹស2លើ2 i អូខេអញ្ចឹងយើងមើលតម្លៃនេះជាតម្លៃរបស់ cos នេះជាតម្លៃរបស់ sin អញ្ចឹងយើងមើលទៀតរឹស2លើ2ដូចគ្នាអញ្ចឹងមុំបូកដូចគ្នាទៀតណាសញ្ញាវាបូកទាំងពីរដូចគ្នាទៀតអញ្ចឹងមុំពិសេសណាដែលតម្លៃ cos ក៏បូក sin ក៏បូកហើយតម្លៃទាំង cos ទាំង sin វាស្មើគ្នាអញ្ចឹងយើងអាចរៀនមកយើងអាចចាំបានហើយហ្នឹងមុំយើងគឺ pi លើ4អញ្ចឹងបានរឹស2កតាឲ្យ cos pi លើ4បូក e sin pi លើ4អញ្ចឹងអាហ្នឹងយើងអាចដាក់យកបានដោយសារអីយើងរៀនហើយយើងចាំហើយកន្លែងហ្នឹងតែកាលណា cos sin វាមានតម្លៃដូចគ្នាអញ្ចឹងប្រកាសជាមុំ pi លើ4ហើយយើងមើលសិត2អញ្ចឹងសិត2យើងឃើញមេគុណវាប្រមាណ1ហើយនឹងរឹស3អញ្ចឹងយើងរៀនមកបើសិនជា1យើងចាប់រឹស2រឹស3 1យើងចាប់2ឬក៏1រឹស3យើងចាប់2ដូចអាមុនដែរអូខេមកអញ្ចឹងយើងចាប់2ជាកតាមកគឺ2កតាឲ្យដក1លើ2បូក i រឹស3លើ2អញ្ចឹងយើងមើលសិន2កតាឲ្យកន្លែងនេះយើងអាចដាក់ថាដក cos សិនទៅបូក e sin នៃមុំប្រមាណយើងអត់ទាន់ដឹងទេអញ្ចឹង cos ប្រមាណស្មើ1លើ2អញ្ចឹង cos នៃមុំប្រមាណស្មើ1លើ2ហើយ sin នៃមុំប្រមាណវាស្មើនឹងរឹស3លើ2កន្លែងនេះវាមានវិធីសាស្ត្រច្រើនក្នុងការរកតម្លៃនៃមុំពិសេសហ្នឹងអញ្ចឹងដោយសារតែអានេះដកហើយនេះបូកអញ្ចឹងកន្លែងនេះយើងដាក់អានឹងសញ្ញាដកសិនទៅប៉ុន្តែយើងត្រូវរកមុំពិសេសនៅក្នុងកត្រង់ទី1សិនយើងអាចគូររង្វង់បាន0 pi លើ6 pi លើ4 pi លើ3អញ្ចឹង pi លើ4ដឹងតែអត់ចូលហើយកុសប្រមាណស្មើ1លើ2នេះតម្លៃអានេះវាអាកុសទៅអានេះអា sin អញ្ចឹងយើងតម្លាក់មកនេះគេមើលកន្លែងនេះ pi លើ3តម្លាក់មកចំពាក់កណ្ដាលវាប្រកាសជា1លើ
1 លើ 2 ឯស៊ីនកន្លែងនេះចិត្តកន្លែងនេះ1អញ្ចឹងវាប្រកាសជាឬ3លើ 2 អញ្ចឹងកុស pi លើ3អញ្ចឹង pi លើ3 pi លើ3អញ្ចឹងមើលទៀតកន្លែងនេះកុសដកហ្នឹងដកកុសអានេះបូកស៊ីននេះអញ្ចឹងវាចូលទំនងនៃការមាននៅទេដោយសារមានសញ្ញាដកអញ្ចឹងយើងមើលកុសដកស៊ីនបូកកុសដកស៊ីនបូកកាត់ត្រង់ទីម៉ានកាត់ត្រង់ទី2កាត់ត្រង់ទី2គេយក pi ដក alpha យើង pi លើ3អញ្ចឹងស្មើ2 pi លើ3ឬក៏កន្លែងនេះយើងអាចដាក់នៅកាត់ត្រង់ទី2នៅកាត់ត្រង់ទី2ភាគយកតូចជាងភាគបែកមួយលេខអញ្ចឹងអានេះ pi លើ3ដល់ពេលតូចជាងមួយលេខគឺ2 pi លើ3អញ្ចឹងដាក់យកបានអញ្ចឹងស្មើ2កុស2 pi លើ3បូក e sin 2 pi លើ3អូខេនេះគឺ z 2មកអញ្ចឹងគេបានអី z 1គុណ z 2យើងប្រើរូបមន្តមិញគឺយក model គុណគ្នាមុំបូកបញ្ចូលគ្នាអញ្ចឹង model r1 យើងមិនមែនមិញនេះ r1 គុណនឹងអានេះដូចគ្នាទៅមកយកមុំនេះបូកបញ្ចូលគ្នាមកអញ្ចឹងយើងបានអីយើងបានយើងមិនដាក់រូបមន្តទេយើងដាក់យកបានដោយសារយើងដឹងរូបមន្តហ្នឹងហើយអញ្ចឹងបានរឹស2គុណនឹង2កតាឲ្យកុស pi លើ4បូក2 pi លើ3បូក e sin pi លើ4បូក2 pi លើ3ដូចគ្នាអញ្ចឹងស្មើគេរឹស2គុណនឹង2ស្មើមិនមែនស្មើរឹស4ទេគឺស្មើ2រឹស2អញ្ចឹងអានេះកុសឲ្យគេអញ្ចឹងយើងគណនានេះមកគណនានេះសិនអានេះឃើញមែនអញ្ចឹង pi លើ4បូក2 pi លើ3ភាគបែករួមមែនអា1 4 1 3អត់មានអីរួមទេភាគបែករួមគឺយកវាគុណគ្នាស្មើនឹង12អញ្ចឹងអានេះគុណនឹង3យើងបាន3 pi អានេះគុណនឹងមែនគុណ4យើងបាន4គុណនឹង2 pi អញ្ចឹងស្មើមែនស្មើ3 pi បូក8 pi ស្មើ11 pi លើ12អញ្ចឹងយើងបានមែនកុស11 pi លើ12បូក e sin 11 pi លើ12ដូចនេះសិត1គុណសិត2យើងស្មើ2ឬ2កុស11 pi លើ12បូក e sin 11 pi លើ12អញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់វីដេអូនេះបើសិនជាបងប្អូនមានចម្ងល់អីយើងអាច comment នៅខាងក្រោមវីដេអូបានសូមបងប្អូនជួយចុច like និង subscribe ទាំងអស់គ្នាផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត